សម្រាប់ Man U ចង់ទិញកីឡាករ3រូបប្រិមិត្តដឹងទេកីឡាករណាខ្លះព័ត៌មានគឺចង់ទិញអ្នកនេះចង់ទិញអ្នកនោះចង់ទិញទាំងអស់ប៉ុន្តែអ្វីបញ្ហាធំគឺតើផ្ទៃក្នុងក៏ដូចជាតើ Man U នេះខ្លួនឯងផ្ទាល់នេះបានដាក់សំណើទៅគេហើយនៅបាទរឿងរ៉ាវនេះខ្ញុំបានរៀបរាប់ជូនប្រិមិត្តកាលពីម្សិលមិញមកដល់ពេលនេះសម្រាប់ Manchester United កំពុងតែមានចំណោទបញ្ហាតាក់ទងជាមួយនឹងច្បាប់បាទPSO បាទ PSO បាទពាក់ច្បាប់តាក់ទងជាមួយនឹងហិរញ្ញវត្ថុអញ្ចឹងប្រសិនបើយើងនិយាយគឺគេទុកអនុញ្ញាតឲ្យខាតរយៈពេល3ឆ្នាំតម្លៃប្រមាណជា120លាននៅក្នុងការខាតប៉ុន្តែ Man U ឥឡូវលើហើយអញ្ចឹងប្រសិនបើ Man U ទិញកីឡាករមកពេលនេះទៀត Man U នឹងត្រូវប្រឈមធំជាមួយនឹងការកាត់បន្ទុកបាទនេះជាមូលហេតុដែល Man U ត្រូវការលក់ Garnacho បាទរឿងរ៉ាវទាំងអស់នេះខ្ញុំបានរៀបរាប់ជូនប្រិយមិត្តហើយអញ្ចឹងការទិញកីឡាកររបស់ Manchester United ពេលនេះគឺកំពុងតែស្ថិតនៅក្នុងអន្តរកាលកំពុងតែត្រឹងបាទមិនដឹងថាត្រូវធ្វើមិនទេមកដល់ពេលនេះបាទអញ្ចឹងចំណុចនេះបើប្រិយមិត្តសួរថា Man U ចង់បានអ្នកនេះចង់បានអ្នកនោះហើយប្រិយមិត្តបាច់និយាយទេតាំងពីណាពីណីមក Man U មួយរឿងចង់បានកីឡាករណាមួយហ្នឹងគឺភាគច្រើនដល់ចុងម៉ោងបានយកបានបាទដល់តាក់តងគេចោលគេក្លឹបផ្សេងចរចាត្រូវអត់លែងត្រូវហើយបាន Man U នឹងចរចាត្រូវបាទរឿងនឹងវាអញ្ចឹងបាទអញ្ចឹងតាក់តងជាមួយនឹងប្រិមិត្តសួរបន្តតើ Manchester City អាចនឹងដណ្ដើមពានបាទប្រកួតប្រជែងជាមួយនឹងLiverpool បានទេពេលនេះគឺកាន់តែឆ្ងាយហើយប្រិមិត្តវាតឹងរឹងណាប្រិមិត្តចង់ដឹងអញ្ចឹងប្រិមិត្តយើងត្រូវថាដើម្បីយើងអាចវិភាគបានយើងមើលតែបន្ទុកទៅដែលបច្ចុប្បន្ន Manchester City គឺមាន41គណៈពេលដែល Liverpool 53ហើយបាទអញ្ចឹងមានន័យថាខុសគ្នារហូតទៅដល់បាទ12បន្ទុកហើយវាតានតឹងណាប្រិមិត្តវាតានតឹងមិនមែនថាប៉ុណ្ណឹងក៏តាមមិនតាន់ទេតាមតាន់បាទតាមតាន់ប៉ុន្តែអ្វីដែលកំពុងចំណោទបញ្ហារបស់លោកប៉េប Guardiola គឺគាត់ត្រូវបន្តថែរក្សាទម្រង់លេងដើម្បីឲ្យភាពល្អប្រសើរបាទមកដល់ពេលនេះតំបន់ការពាររបស់គាត់ក៏បានទិញមកហើយជំនួសហើយប៉ុន្តែយើងមិនទាន់ដឹងថាតើគាត់នឹងអាចជួយស្រោចស្រង់ឲ្យ Manchester City នេះត្រឡប់មករកភាពល្អរបស់គាត់បានដែរឬទេបាទហើយបើសិនជាយើងនិយាយថាការប្រកួតប្រជែងលុយបាទសូមទៅថាលុយមានបាទហើយនិយាយពីកីឡាករមានណាបាទប៉ុន្តែឥឡូវនេះគឺមួយរយៈដែលកំពុងតែមានបញ្ហានេះគឺធ្វើឲ្យវារៀងឆ្ងាយបន្តិចបាទវារៀងឆ្ងាយបន្តិចបាទហើយអញ្ចឹងសម្រាប់ការប្រកួតប្រជែងខ្ញុំនៅតែនិយាយដែរថាអាចនឹងមានលទ្ធភាពប៉ុន្តែគ្រាន់តែលទ្ធភាពនោះគឺវាតិចបាទវាតិចតែប៉ុណ្្នឹងឯងបាទ